ได้ខ្សែទឹកខាងក្នុងមានឈ្មោះថាប្រាសាទសម្បូរសែនជ័យរបស់ខេត្តកំពង់ធំដែលពាក់ផ្លាកលេខ069រីឯទូកខ្សែទឹកខាងក្រៅនៅវិញមានឈ្មោះថាឥន្ទ្រីសែនជ័យគឺជាទូករបស់ខេត្តកណ្ដាលពាក់ផ្លាកលេខ070នេះខ្ញុំសង្កេតឃើញថាទូកដែលស្ថិតនៅក្នុងខ្សែទឹកខាងក្នុងគឺមានឯកសណ្ឋានពណ៌អាវពណ៌ផ្ទៃមេឃមួកក៏ពណ៌ផ្ទៃមេឃចាឥឡូវនេះគាត់កំពុងតែបោះពួយយ៉ាងលឿនលយខ្លាំងមែនតែនហើយមកចិត្តដល់ទីប្រត់ហើយចំណែកឯទូកខ្សែទឹកខាងក្រៅឯនោះវិញក៏គាត់មិនបង្អង់លបឿនដែរគឺគាត់ខំប្រឹងអោនងើបឮសូរតែព្រឹបតែម្ដងហើយប៉ុន្តែទោះបីយ៉ាងណាក៏មិនអាចតាមទាន់ទូកខ្សែទឹកខាងក្នុងដែរឥឡូវនេះទូកខ្សែទឹកខាងក្នុងដែលមានឈ្មោះថាប្រាសាទសម្បូរសែនជ័យគាត់ទទួលបានជ័យជំនះនៅក្នុងថ្ងៃទី1ជើងទី1ចាគណៈកម្មការបច្ចេកទេសសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមបណ្ឌិតសភាចារសុកអាននិងលោកជំទាវផេងអាយអានីដែលបានឧបត្ថម្ភថវិកាចំនួនគ្រឿងញៀនក៏បានចូលរួមឧបត្ថម្ភការផ្សាយផ្ទាល់របស់ពលរដ្ឋកម្ពុជាគឺអ្នកអធិប្បាយគឺចំណុចមូលនិធិផងខ្សែទឹកខាងក្រៅដែលមានឈ្មោះថាប្រាសាទសម្បូរសែនជ័យដែលជនរដ្ឋខេត្តកំពង់ធំចាពិតជាលឿនដោយអស្ចារ្យមែនទែនហើយបងប្អូនលើជួយមើលអាវរបស់គាត់ផ្ទៃមេឃអាវរបស់គាត់កាត់ស្តាំងចាសូមតែអធិស្ឋានដោយផ្លាកលេខទូរបស់គាត់ធ្លាក់ទឹកទៅហើយប៉ុន្តែលឿនរបស់គាត់ពិតជាលឿនអស្ចារ្យមែនទែនគាត់បានទីប្រត់មុនដៃគូរបស់គាត់តែប៉ុន្តែថាគាត់ទទួលបានជ័យជំនះហើយនៅក្នុងថ្ងៃទី1ជើងទី2នេះ